Trium để tới thiểm cục giang ở lấy vào dương dạy bị basic một tới dương thiểm bọn khơi nước hàng khỏi nước hai giấy hay bọn nước trong inner vào dương mới cứ dương thiểm smart communication skill confidence and advocacy để dương miễn để chi nẹt đồng nàng và tây Campuchia đầm bè một hai nhà khơi nhà phục này khơi thá Campuchia khẳng phải cập hiệp ha và chi trong Campuchia cứ khẳng mà chắc từ lồng tệ đã vậy tới bởi nhóm nhâm đặt đây cầm được con tròn mà của dân mơ khơi ta con cứ ready thằng ó ca đi thay dương qua miền ai để thử và thay tia ta bọn bà dương và thay mình đây dương cái ta phần đến cứ bị ok đây là máy khai chỉ cả bật trong trận đà ráng crop bậtរបស់កម្ពុជាចេញទៅឆាក Miss Sopra International 2025 នៅប្រទេសប៉ូឡូញទាំងមានទំនុកចិត្តtrận đà rángឆាក Miss Sopra Cambodia 2025បានចាក់ចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសប៉ូឡូញហើយកាលពីយប់ថ្ងៃទី6ខែមិថុនាឆ្នាំ2025នេះក្រុមការចូលរួមជូនដំណើរពីអ្នកគ្រប់គ្រងកញ្ញាឯកនិងបុរសឯករួមទាំងអ្នកគ្រប់គ្រងថ្នាក់ជាតិនៃកម្មវិធីនេះផងដែរក្នុងដំណើរទៅកាន់ប្រទេសប៉ូឡូញរយៈពេល3សប្តាហ៍នាងនឹងចូលរួមសកម្មភាពនានាដោយនាងបានត្រៀមរួចជាស្រេចគ្រប់យ៉ាងមុនពេលចាក់ចេញហើយនាងពិតជារីករាយដែលក្តីសុបិនខ្លាចជាការពិតខណៈអំឡុងឆ្នាំ2024នាងធ្លាប់បានតែងតាំងឲ្យចូលរួមប្រកួតប៉ុន្តែខកខានទើបតែឆ្នាំនេះនាងបានចូលរួមប្រកួតជាថ្មីនិងទទួលបានការគាំទ្រខ្លាំងនិងមានឱកាសបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិនាងបានលើកឡើងប្រកបដោយទំនុកចិត្តមុនពេលចាក់ចេញពីកម្ពុជាថាចាបងសម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំហ្មងគឺមានការផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃរហូតមកដល់ពេលនេះគឺឃើញបងហ្វេនដូចជាចាក្រុមការងារគាត់បានមកជួនដំណើរគឺមានអារម្មណ៍ថារំភើបរីករាយហើយក៏មានអារម្មណ៍កក់ក្ដៅដូចគ្នាដែរហើយក៏មានបងហ្វេនជាច្រើនដែលពេលខ្លះគាត់នៅឆ្ងាយគាត់បានជួយមកដល់ផ្ទាល់តែគាត់បានជូនពរយើងតាមរយៈ social media ហើយខ្ញុំគិតជាអរគុណហើយក៏មានអារម្មណ៍រំភើបហើយក៏ ready ខ្លាំងមែនទែនសម្រាប់ការធ្វើដំណើរមួយផងដែរបងអាចថាជាជោគជ័យមួយទេក្រោយពីការបានមកគាត់ហើយយើងត្រូវការសុំវីសាឥឡូវសុំវីសាមកដល់ពលានហើយហ៊ាននឹងហោះចេញហើយវាជាក្តីសម័យមួយដែលយើងចង់ឃើញកាលពីមួយឆ្នាំមុនមកម្លេះណាអត់ទេបងចាពិតមែនទេបងដោយសារតែអាយមហានេះរៀងតឹងធំជាងគេណាបងដោយសារតែឆ្នាំមុនអត់បានទៅហើយយើងមានបញ្ហារហូតសូម្បីតែឆ្នាំនេះក៏ដោយបងឆ្នាំនេះក៏ដោយក៏យើងទំមតែបានដាក់ឯកសារទៅហើយយើងត្រូវរងចាំរហូតដល់ខ្ញុំនេះត្រូវទៅគេនៅប្រទេសចិត្តនឹងរហូតដល់មួយអាទិត្យបងចិត្តមួយអាទិត្យដើម្បីទៅគេចាំហើយគេចាំនឹងភ័យអត់ទេថាបានអត់តែ finally យើងក៏បានហើយក៏អាចថាជាអារម្មណ៍មួយរំភើបរបស់ខ្ញុំខ្លាំងមែនទែនបងបើសិនជាបងចង់សួរតើតើជាមួយនឹង stress នៃប្រការ process យក visa រី stress ខ្លាំងមែនទែនបងក៏ប៉ុន្តែបើសិនជាសួរថាភ័យអត់ដោយសារតែនិយាយដល់ស្មោះត្រង់ទៅនេះគឺជាលើកទី1ដែលខ្ញុំធ្វើដំណើរទៅកាន់ប្រទេសឆ្ងាយតែម្នាក់ឯងអញ្ចឹងទៅបើសិនជាអារម្មណ៍ភ័យអ្នកណាគេក៏ភ័យដែរបងតែ everyone needs to do everything do it scare just do it scare ហើយអាចនិយាយថាដោយសារតែយើងមានអបិសោពីមុនយើងអត់បានទទួលជោគជ័យនៅក្នុងការធ្វើដំណើរអញ្ចឹងទៅទោះបីជាអារម្មណ៍ភ័យប៉ុណ្ណាក៏ដោយតែចិត្តពុះពីដែលចង់ទៅនឹងវាចេះតែធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅជាមួយយើងក្លាហានជាមួយយើងចង់យកនិយាយថាយើងចង់ជំនះវាខ្លាំងជាងមុនបងត្រៀមអីគេខ្លះជាមួយនឹងដំណើរដ៏វែងឆ្ងាយមួយនេះត្រៀមទៅធៀមគ្រប់យ៉ាងឥឡូវបើយើងនិយាយពី basic ហ្មងទៅយើងធៀមបងឃើញនៅខាងក្រោយនឹងហើយបើនៅក្នុង inner របស់យើងគឺយើងធៀមសមត្ថភាព communication skill confidence and advocacy ដែលយើងមានដែលជាអ្នកតំណាងប្រទេសកម្ពុជាដើម្បីឲ្យបង្ហាញឲ្យឃើញអ្នកគ្រប់គ្នាឃើញថាកម្ពុជាខ្លាំងបេក្ខភាពណាប្រជាជនកម្ពុជាគឺខ្លាំងមែនទេទៅលំទេរយៈពេលនៃការទៅកាន់ប្រទេសប៉ូឡូញមួយថ្ងៃហើយក្នុងរយៈពេលប្រហែលថ្ងៃហ្នឹងយើងធ្វើគេខ្លះដែរសម្រាប់កម្មវិធីនៅ Poland ហ្មងបងគឺ for overall គឺ3 weeks ហ្មង3អាទិត្យ3សប្តាហ៍ចា3សប្តាហ៍បងអញ្ចឹងទៅយើងនឹងមាន activity តែពិតខាងក្រុមហ៊ុនខាងអន្តរជាតិគេបានទម្លាក់ schedule មកតែធំបដាឲ្យបងប៉ុន្តែក៏នៅមានការ update បន្ថែមទៀតជាងថ្ងៃអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងគ្រប់គ្រង follow up ហើយក៏តែ follow up ខ្ញុំដើម្បីដឹងពីព័ត៌មានថ្មីហើយ activity ថ្មីដែលខាងក្រុមហ៊ុននឹងទម្លាក់ឲ្យខាង candidate ទាំងអស់គ្នាដូចគ្នាបងសម្រាប់ក្តីរំពឹងជាដំបូងនាងខ្ញុំសូមអរគុណដល់អ្នកគ្រប់គ្រងខ្លាំងបំផុតនេះគឺក្នុងគ្រួសារទៅមក fan ហើយក្តីរំពឹងដែលខ្ញុំឃើញថាមានការគ្រប់គ្រងបន្ថែមទីក្នុងឆ្នាំនេះគឺខាងអន្តរជាតិទៀតបងអញ្ចឹងការដែលគាត់ចាប់អារម្មណ៍មកលើយើងវាគឺជាអាចថា support យើងជាកម្លាំងចិត្តឲ្យយើងកាន់តែមានក្តីសង្ឃឹមកាន់តែឆ្ងាយជាងឆ្នាំមុនទៀតចឹងក៏សង្ឃឹមថាក្តីរំពឹងមួយនឹងវានឹងបានជោគជ័យផងដែរសន្យាហ៊ានសន្យាមិនខ្លះចំពោះទស្សនិកជនពិសេសដែលគ្រប់គ្រងហ៊ានសន្យាថាទោះបីជាមានឧបសគ្គអីក៏ដោយនឹងឆ្ពោះទៅមុខជានិច្ចសង្ឃឹមបែបហ្នឹងហើយនឹងធ្វើឲ្យបានល្អអស់ពីកម្លាំងកាយកម្លាំងចិត្តនឹងព្យាយាមធ្វើគ្រប់យ៉ាងទាំងអស់ជាពិសេសនោះគឺ
follow តាម team ពួកយើងមាន team អញ្ចឹងពួកយើងនឹងព្យាយាមទាំងអស់គ្នាមិនត្រឹមតែខ្ញុំទេគឺយើងពួកយើងមាន team support ជាច្រើនទៀតមិនថា fan មិនថាក្រុមការងារគឺពួកយើងនឹងព្យាយាមទាំងអស់គ្នា លោកអេប៊ីវ៉ាណាដែលជាអ្នកគ្រប់គ្រងថ្នាក់ជាតិបានបង្ហាញពីក្តីរំពឹងនិងមោទនភាពចំពោះបេក្ខភាពពីកម្ពុជាដែលទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសលោកបានបញ្ជាក់ថា សប្បាយផងរំភើបផងបងបាទដោយសារតែយើងតស៊ូច្រើនមកបងបាទតែការរៀបចំអីផ្សេងៗគឺហត់ខ្លាំងមុននឹងខ្លាយនឹងគឺរៀបចំច្រើនមែនតើបាទបើនិយាយពិបាកវាដូចជាអត់មានអីពិបាកទេបងដោយសារឲ្យតែយើងបំពេញតាមលក្ខខណ្ឌរបស់គេទាំងឯកសារគឺពួកយើងមានគ្រប់អស់ហើយអញ្ចឹងយើងដឹងពីដំបូងហើយថាយើង 90% ហើយដែលយើងអាចនឹងបានវីសាហ្នឹងគាត់ថាវាចំណាយពេលយូរហើយការសុំវារៀងច្រើនដំណាក់កាលអញ្ចឹងណាបងវាអត់ដូចការមុនទេដល់ពេលឥឡូវយើងត្រូវខ្លាចទៅថៃពីរ3ដងបងសម្រាប់តារួចរាល់ការងារហ្នឹងបាទ អញ្ចឹងដំណើរពិបាកដែរ ពិបាកដែរបងពិបាកសម្រាប់ខ្ញុំគិតថាគ្រប់គ្រាន់ហើយបង គ្រាន់ទេ បាទគ្រប់គ្រាន់ សមត្ថភាពរបស់គាត់អាចច្រើនជាងមុនទេនៅក្នុងរយៈពេលនេះ ខ្ញុំជឿជាក់លើពួកគាត់ពេលដែលទៅបងបាទព្រោះ សម្រាប់តារាវិញមិនដែរ តារានិយាយទៅបើខ្ញុំដាក់ក្តីសង្ឃឹមលើគាត់ច្រើនបាទព្រោះយើងមើលឃើញថាគាត់គឺ ready ទាំងអស់ការដូចថាយើងគាត់មានអីដែលត្រូវបន្ថែមទៀតណាបងបាទយើងបន្ថែមបណ្ដៃយើងគិតថាប៉ុណ្្នឹងគឺវាអូខេហើយ ក្នុងនាមជា ND ក៏មើលឃើញថាតើស្ថាប័នអន្តរជាតិគេចាប់អារម្មណ៍មិនដែរជាមួយនឹង ហើយគេចាប់អារម្មណ៍ខ្មែរយើងច្រើនដែរបងឆ្នាំនេះបាទទាំង page fan page នៅក្រៅប្រទេសក៏គេចាប់អារម្មណ៍ទាំងមីហើយនិង visitor យើងច្រើនណាបង